សួស្តីអ្នកទាំងអស់គ្នានេះជារឿងថ្មីមួយមានសំណងជើងតើព្យុះទៅក៏ធ្វើឲ្យបុរសម្នាក់បង្កើតស៊ីស្តុំចុកអាហារមិនចេះអស់យុគសម័យទឹកក៏កំពុងមកដល់ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតស៊ូដើម្បីរស់រានមានជីវិតរឹមស៊ីកំពុងធ្វើឲ្យព្រំដែនក៏คล้ายជានគោផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងអំណាចអាថ៌កំបាំងរបស់គាត់នៅកណ្ដាលទីក្រុងក៏ដែលមិនអាចស្គាល់បានដែលហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានបិទទាំងស្រុងមធ្យោបាយធ្វើដំណើរទាំងអស់ត្រូវបានជាប់គាំងរបាយការណ៍បន្ទាន់មួយកំពុងមកដល់ថាផែនដីបានចូលដល់យុគសម័យទឹកកកថ្មីមួយក្នុងល្បឿនលឿនអ្នកឆ្លើយឆ្លងព័ត៌មានដ៏ក្លាហានរូបនេះបានទប់ទល់នឹងភាពត្រជាក់តាមដែលគាត់អាចធ្វើបានមីក្រូហ្វូនរបស់គាត់បានកកជារៀងរាល់វិនាទីខណៈពេលដែលគាត់បានជូនដំណឹងដល់មនុស្សគ្រប់គ្នាថាសីតុណ្ហភាពពិភពលោកនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយគ្មានសញ្ញានៃការឈប់ប៉ុន្តែគាត់ជំរុញឲ្យសាធារណជនកុំបោះបង់ចោលក្តីសង្ឃឹមគាត់បានលើកកណ្ដាប់ដៃរបស់គាត់ហើយបង្ហាញទំនុកចិត្តថារដ្ឋាភិបាលមិនបានភ្លេចអំពីប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងគ្រាលំបាកទាំងនេះទេតារាបណាពួកគេរួបរวมគ្នាប្រជាជននៃប្រទេសដ៏រឹងមាំនេះនឹងយកឈ្នះលើវិបត្តិដ៏គួរឲ្យភ័យខ្លាចនេះខណៈពេលដែលគាត់ហៀបនឹងផ្សព្វផ្សាយការឃោសនាឯកភាពបន្ថែមទៀតដើម្បីបង្ក្រាបមហាជនយន្តហោះកកមួយគ្រឿងបានធ្លាក់នៅកណ្ដាលទីក្រុងដោយបុកអ្នកយកព័ត៌មាននិងក្រុមការងារទាំងមូលរបស់គាត់បុរសម្នាក់បានមើលការផ្សាយព័ត៌មានចុងក្រោយដែលផ្សាយដោយស្ថានីយទូរទស្សន៍ដែលនៅសេសសល់នៅក្នុងប្រទេសគាត់បានមើលវានៅលើអេក្រង់ដែលកកយ៉ាងវេទនាបន្ទាប់ពីការធ្លាក់យន្តហោះនោះបានចុះចតលើក្រុមបណ្ដាញព័ត៌មានដែលនៅសល់ទូរទស្សន៍ក៏ត្រូវបានកាត់ផ្ដាច់ទៅជាអសកម្មលែងមានការផ្សាយព័ត៌មានដែលមានពុកច្រើនអំពីអ្វីដែលកំពុងកើតឡើងនៅខាងក្រៅទៀតហើយបន្ទប់របស់តួឯករបស់យើងហានហ្វេងបានគូររូបភាពមនុស្សម្នាក់ដែលបានព្យាយាមប្រយុទ្ធប៉ុន្តែទីបំផុតបានចុះចាញ់គាត់មិនបានខ្វល់ខ្វាយសម្អាតរបស់របរតូចដែលគាត់នៅសល់នោះទេតំបន់ជុំវិញច្រកចូលរបស់គាត់ពោពេញទៅដោយប្រអប់របស់របរដែលគ្មានប្រយោជន៍និងស្បៀងអាហារដែលកំពុងថយចុះនៅខាងក្រៅមាននរណាម្នាក់កំពុងគោះទ្វារយ៉ាងខ្លាំងហើយឈ្មោះគាត់ដោយភាពភ័យស្លន់ស្លោទីបំផុតបានឮសំឡេងហើយឈ្មោះគាត់ឥតឈប់ឈរហ៊ានហ្វេងបានក្រោកឈរឡើងពីអាផាតមិនដកខ្វក់និងករបស់គាត់យកដំបងដែកដែលត្រូវបានកែប្រែដោយដែកគោដានឈាមនៅតែអាចមើលឃើញនៅលើផ្ទៃរបស់វាហើយដើរឆ្ពោះទៅទ្វារហានហ្វេងស្គមស្កាំងគាត់មានសម្លៀកបំពាក់រដូវរងាក្រាស់ជាច្រើនប្រភេទប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីការពារភាពត្រជាក់នោះទេគាត់យឺតនិងដោយប្រុងប្រយ័ត្នសម្លឹងមើលរនមើលដើម្បីមើលថាអ្នកណានៅខាងទៀតនៃទ្វារដែលគាត់បានឃើញធ្វើឲ្យគាត់ភ្ញាក់ផ្អើលវាក៏ធ្វើឲ្យគាត់រំភើបបន្តិចដែរវាគឺជាស្ត្រីម្នាក់ដែលគាត់ស្គាល់ច្បាស់មុនពេលយុគសម័យហើយរុញបូមាត់របស់នាងទៅលើបូមាត់របស់គាត់មុខតូចរបស់នាងថែមទាំងជ្រុះនៅពេលដែលនាងធ្វើចលនាលឿនទៀតផងហ៊ានហ្វេងមានការភ្ញាក់ផ្អើលប៉ុន្តែគាត់មិនបានដកថយទេហើយថ្ពាល់របស់គាត់កាន់តែក្រហមការថើបយ៉ាងជ្រៅនិងស្រើបស្រាលនេះបានបន្តយូរពេកហើយប៉ុន្តែសូមឲ្យកូនប្រុសរបស់យើងថើបគ្នាយ៉ាងស្រើបស្រាលនៅកណ្ដាលច្រកកបៀងដែលគេបោះបង់ចោលមួយនៅខាងក្រៅផ្ទះរបស់គាត់ពេលពួកគេបែកគ្នាទាំងហានវែងនិងហាយវ៉ាណាដកដង្ហើមធំអណ្ដាតរបស់ពួកគេនៅតែចេញហើយទឹកមាត់នៅតែហូរចេញទឹកភ្នែកចាប់ផ្ដើមហូរចេញពីជ្រុងភ្នែករបស់នាងដែលបង្ហាញអារម្មណ៍ខណៈពេលដែលប្រាប់គាត់ថាគាត់ជាមនុស្សដែលនាងគួរតែនៅជាមួយតាំងពីយូរយារណាស់មកហើយវាត្រូវការវិបត្តិមួយដើម្បីមើលឃើញពណ៌ពិតរបស់នរណាម្នាក់ដើម្បីមើលថាអ្នកណាពិតជាយកចិត្តទុកដាក់ចំពោះអ្នកតើអ្នកណានឹងនៅទីនោះសម្រាប់អ្នកមិនថារឿងលំបាកយ៉ាងណាក៏ដោយនិយាយពីរឿងលំបាកហ៊ីយ៉ូណាចង់បញ្ជាក់ថាអ្វីដែលនាងកំពុងនិយាយគឺជាការពិតដោយចាប់ដៃហ៊ានហ្វេងហើយដាក់វាទល់នឹងទ្រូងរបស់នាងដើម្បីមានអារម្មណ៍ថាបេះដូងនាងលោតញាប់ប៉ុណ្ណានាងបានសន្យាថានាងនឹងសុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពួកគេអាចនៅជាមួយគ្នាបានឥឡូវនេះការឬពាក្យថាអ្វីក៏ដោយបានលុបចោលនៅភាពសំហេតុផលណាមួយនៅក្នុងខួរក្បាលរបស់ក្មេងប្រុសយើងទង់ក្រហមទាំងអស់បានប្រែជាពណ៌បៃតងដើម្បីសម្រេចកិច្ចព្រមព្រៀងនេះហើយវ៉ាណាបានចាប់ផ្ដើមសង្កត់ផ្លូវរបស់នាងទៅនឹងបង្គោលទង់ជាតិរបស់ហានវែងខណៈពេលកំពុងកិននឹងទាញគាត់ឲ្យចូលមកជិតគាត់មិនមានឱកាសតតែសោះពិភពលោកអាចនឹងត្រូវបានរំពាត់ដោយទឹកកកហើយការផ្គត់ផ្គង់អាចនឹងមានកម្រិតទាបប៉ុន្តែគាត់កំពុងឡើងកម្ដៅដូចពេលមុនហើយមានអ្វីមួយកំពុងកើនឡើងនៅតំបន់ខាងក្រោមហានហ្វេងសម្លឹងមើលហ៊ីយ៉ូណាចំក្នុងភ្នែករបស់នាងខណៈពេលដែលនាងកំពុងអង្អែលថ្ពាល់របស់គាត់យ៉ាងទន់ភ្លន់គាត់បានសារភាពថាពាក្យទាំងនោះដែលនាងទើបតែនិយាយមានន័យសម្រាប់គាត់ទោះជាយ៉ាងណាក៏ដោយសុំទ្វារមិនមែនជាកន្លែងត្រឹមត្រូវសម្រាប់ពួកគេបន្តរឿងនេះទេហ៊ីយ៉ូណាបានបិទមាត់គាត់យ៉ាងស្រទន់ដើម្បីកុំឲ្យគាត់និយាយអ្វីផ្សេងទៀតអ្វីដែលនាងចង់បាននៅពេលនេះគឺឲ្យហ៊ានហ្វេងបិទភ្នែកហើយមានអារម្មណ៍នៅពេលនោះផ្ទុយពីគំនិត logical របស់គាត់ហ៊ានហ្វេងបានធ្វើតាមអ្វីដែលនាងបានសុំឥឡូវនេះភ្នែករបស់គាត់បានបិទហើយ
គាត់ក៏សួរថាមានអ្វីកើតឡើងបន្ទាប់មែនហើយនោះជាពេលដែលបុរសម្នាក់ទៀតចូលមកចាប់ទ្វារយ៉ាងគួរឲ្យខ្លាចបុរសអាចកំបាំងនេះបានរុញទ្វារដែលកក់នោះឲ្យចំហចាក់សរលើក្បាលរបស់ហ៊ានហ្វេងហើយវាបំបែកអាវុធមុតស្រួចមួយដោយចេតនាសម្លាប់ហានហ្វេងកំសត់មិនបានមើលឃើញទុកជាមុនទេលាតក្បាលរបស់គាត់ត្រូវបានកំទេចខណៈពេលដែលភ្នែករបស់គាត់កំពុងបិទវាពិតជាញ៉ៃញ៉ៃនិងបង្ហូរឈាមយ៉ាងឃោរឃៅការវាយប្រហារលួចលាក់ដ៏ឃោរឃៅមួយបានហូរឈាមពេញច្រកចូលអាផាតមិនហ៊ីយ៉ូណានិងបុរសអាចកំបាំងបានចូលទៅក្នុងអាផាតមិននាងញ័រខ្លួននិងហាក់ដូចជាភ្ញាក់ផ្អើលដែលដៃគូរបស់នាងពិតជាសម្លាប់ហ៊ានហ្វេងបុរសនោះបានចំអកឲ្យនាងហើយប្រាប់នាងឲ្យឈប់ធ្វើពុតជាគ្មានទោសពៃព្រោះនាងដឹងថានេះជាមធ្យោបាយតែមួយគត់ដែលការជួបគ្នានេះអាចទៅមុខបានពិភពលោកបានធ្លាក់ទៅក្នុងឋាននរកជាយូរមកហើយការបន្ថយមាត់មួយដើម្បីចិញ្ចឹមនឹងមិនអាចផ្លាស់ប្ដូរអ្វីបានឡើយឈប់និយាយអំពីការវាយប្រហារដ៏ឃោរឃៅនេះទៅដល់ពេលដែលត្រូវមើលថាតើហ៊ានហ្វេងម្នាក់នេះបានសន្សំអ្វីខ្លះហើយប្រសិនបើពួកគេលេងបៀបានត្រឹមត្រូវពួកគេថែមទាំងអាចទទួលបានស្បៀងគ្រប់គ្រាន់ដើម្បីរស់រានមានជីវិតរហូតដល់ការជួយសង្គ្រោះមកដល់ផ្នែកដែលរញ៉េញ៉ៃនោះគឺថាហ៊ានហ្វេងមិនបានស្លាប់ភ្លាមនោះទេគាត់បានដេកលើដីត្រជាក់ខ្លាំងញ័រខ្លួនដោយការឈឺចាប់ខណៈពេលដែលឈាមទាំងអស់ដែលហូរចេញពីមុខរបួសក្បាលរបស់គាត់បានកក់ភ្លាមនៅពេលដែលវាហូរចេញគាត់មិនច្បាស់ថាមានអ្វីកើតឡើងទេប៉ុន្តែគាត់មិនអាចរើបានឡើយប្រហែលជាវាបានមកដល់ហើយប្រហែលជាគាត់ជិតស្លាប់ហើយទីបំផុតគាត់អាចដឹងថាវាមានអារម្មណ៍យ៉ាងណាចំពោះការបាត់បង់ជីវិតរបស់គាត់រឿងចុងក្រោយដែលគាត់បានឃើញគឺបុរសអាចកំបាំងនិងមេធ្មប់អាក្រក់ហ៊ីយ៉ូណាកំពុងចែចង់នៅចម្ងាយពី3ម៉ែត្រពីរាងកាយទន់ខ្សោយរបស់គាត់បានប៉ះនាងនៅកន្លែងដែលគាត់អាចស្រមៃបានតែប៉ុណ្ណោះខណៈដែលគាត់សន្យាថានឹងផ្ដល់រង្វាន់ដល់នាងចំពោះការសម្ដែងជាតារាសម្ដែងស្រីល្អបំផុតរបស់នាងដែលធ្វើឲ្យការវះកាត់ទាំងមូលអាចធ្វើទៅបាននៅពេលដែលភ្នែករបស់ហានហ្វេងបិទជារៀងរហូតការស្អប់ដែលគាត់មានចំពោះមនុស្សចិត្តត្រជាក់នោះមានអារម្មណ៍ធ្ងន់មិនអាចទ្រាំទ្របានគាត់បានស្បត់ថាប្រសិនបើមានជាតិក្រោយគាត់នឹងមិនអនុញ្ញាតឲ្យខ្លួនឯងក្លាយជាកូនឆ្កែដែលឈឺដោយសារស្នេហាម្ដងទៀតឡើយនៅក្នុងភាពងឹតទេដែលគាត់ត្រូវបានធ្លាក់ចូលទៅក្នុងនោះហានហ្វេងបានចាប់ផ្ដើមឃើញដំណក់ពន្លឺតូចវាបានចាប់ផ្ដើមពីចំណុចតូចមួយដែលចាប់ផ្ដើមលូតលាស់ទៅជាអ្វីមួយដែលធំជាងនិងរឹងមាំជាងនៅពេលដែលវាកាន់តែភ្លឺឡើងហ៊ានហ្វេងចាប់ផ្ដើមឆ្ងល់ថាមានអ្វីកើតឡើងគាត់បានលាបដៃរបស់គាត់ដោយមិនដឹងខ្លួនស្បែករបស់គាត់ថ្លាដូចជាវាជាអង្គភាពខុសគ្នាទាំងស្រុងពន្លឺក្តៅវណ្ហបានតាក់ទាញគាត់បន្ទាប់ពីរងទុក្ខវេទនាដោយភាពត្រជាក់គ្មានទីបញ្ចប់នៃពិភពពិតនេះប្រហែលជាផ្លូវទៅកាន់ឋានសួគ៌ប៉ុន្តែពន្លឺពណ៌មាសស្រាប់តែផ្លាស់ប្ដូរពណ៌របស់វាទៅជាពណ៌ក្រហមឥឡូវនេះតើឋានសួគ៌ប្រភេទណាដែលមានពណ៌ក្រហមបែបនេះបន្ទាប់ពីត្រូវបាននុយដោយពន្លឺពណ៌មាសហើយព្យាយាមឈោងទៅរកវាហ៊ានហ្វេងឬយ៉ាងហោចណាស់ជារចនាគាត់ត្រូវបានគេលបួងឲ្យបិទភ្នែកវាយក្បាលដោយសារតែចំណងផ្លូវភេទខ្លាំងពេកស្លាប់យ៉ាងសោកសៅភ្ញាក់ពីដំណេកក្នុងភាពទេស្អាតត្រូវបានគេបោកបញ្ឆោតឲ្យហែកចេញពីកម្រិតអាតូមិកហើយឥឡូវនេះគាត់មិនដឹងថាគាត់នៅឯណាទេគាត់បានមើលជុំវិញហើយព្រះអាទិត្យបានចាំងចូលតាមយ៉ររបស់គាត់ក្រេតុននឹងមានផាសុកភាពរបស់គាត់ស្អាតនិងស្អាតខ្យល់អាកាសបរិសុទ្ធពេលដែលវាំងរបស់គាត់បើកឡើងហានហ្វេងលែងមានអារម្មណ៍ខូខើដូចពិភពលោកដែលគាត់ធ្លាប់ស្គាល់ទៀតហើយគាត់ចំណាយពេល30នាទីដើម្បីស្រូបយករឿងរ៉ាវព្រៃផ្សៃដែលបានកើតឡើងចំពោះគាត់ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះគាត់បានចំណាយពេល30នាទីនោះដើម្បីរីករាយនឹងទេសភាពដ៏ល្អឥតខ្ចោះនៃតំបន់លំនៅឋានដែលមើលរំលងអាផាតមិនរបស់គាត់ហានហ្វេងមិនអាចបំភ្លេចការពិតដែលថាព្រះអាទិត្យកំពុងរះម្ដងទៀតបានទេគាត់នឹកភាពកក់ក្ដៅនិងពន្លឺរបស់វាគាត់គិតថាគាត់នឹងមិនមានអារម្មណ៍ស្រួលនឹងភាពកក់ក្ដៅបែបនេះទៀតទេគាត់ទើបតែពិនិត្យមើលកាលបរិច្ឆេទហើយវាហាក់ដូចជាព្រឹកព្រលឹមថ្ងៃទី28ខែមិថុនាតាមដែលគាត់ចាំបានមហន្តរាយនៃយុគសម័យទឹកកកនឹងចាប់ផ្ដើមនៅថ្ងៃទី15ខែកដាបន្ទាប់មកមានរឿងមួយបានកើតឡើងដែលធ្វើឲ្យគាត់ភ័យស្លន់ស្លោដៃដែលត្រូវបានរុំដោយពន្លឺពណ៌បៃតងចាប់ផ្ដើមធំឡើងលូតឡើងដូចជាឆ្អឹងសាច់និងស្បែករបស់គាត់កំពុងលាតសន្ធឹងអ្នកណាក៏នឹងភ័យស្លន់ស្លោដែរប្រសិនបើពួកគេឃើញដៃរបស់ពួកគេធ្វើបែបនោះគាត់ត្រូវបានគេសន្មតថាស្លាប់បន្ទាប់ពីត្រូវបានវាយឆ្មក់ប៉ុន្តែគាត់ត្រូវបានគេនាំត្រឡប់មកវិញទាន់ពេលវេលាកន្លះខែមុនពេលឲ្យធរចប់ម្យ៉ាងវិញទៀតគាត់បានកើតជាថ្មីនិងទទួលបានឱកាសលើកទី2ចុងក្រោយក្រៅពីការចងចាំដែលគាត់បានរក្សាទុកពីខ្សែរឿងមុនមានអ្វីខុសគ្នាមានអ្វីមួយចំលេខកំពុងកើតឡើងនៅក្នុងខ្លួនរបស់គាត់ហើយវាប្រហែលជាបានលេចចេញជារូបរាងនៅក្នុងដៃរបស់គាត់ចាប់តាំងពីគាត់ភ្ញាក់ពីដំណេកមកមានពន្លឺពណ៌ក្រហមមួយរុំជុំវិញដៃស្ដាំរបស់គាត់ពេញមួយពេលគាត់បានព្យាយាមជូតវាចេញគ្រវីវាចេញប៉ុន្តែគ្មានអ្វីធ្វើឲ្យវាបាត់ទៅវិញឡើយវាមិនឈឺទេវាគ្រាន់តែមានអារម្មណ៍ក្តៅវាហាក់ដូចជាមិនបានធ្វើអ្វីផ្សេងទៀតក្រៅពីពន្លឺនោះទេ
ហើយដំបូងឡើយគាត់គិតថាគាត់គ្រាន់តែស្រមៃមើលរឿងប៉ុណ្ណោះហ៊ានហ្វេងប្រហែលជាបានស្នាក់នៅយូរពេកដោយគិតអំពីអ្វីដែលកំពុងកើតឡើងនៅលើយ៉របស់គាត់រហូតដល់គាត់ចាប់ផ្ដើមកណ្ដាស់ពេលគាត់ជូតច្រមុះចេញពីភាពរញ៉េញ៉ៃនោះគាត់បានកត់សម្គាល់ឃើញថាពន្លឺពណ៌ក្រហមនៅក្នុងដៃស្ដាំរបស់គាត់បានប្រែក្លាយទៅជាពណ៌បៃតងយ៉ាងអាថ៌កំបាំងដោយភ័យខ្លាចនឹងច្របូកច្របល់ហ៊ានហ្វេងបានស្ទុះចូលទៅក្នុងបន្ទប់របស់គាត់ហើយបិទទ្វារយ៉យ៉ាងណែនតាមដែលគាត់អាចធ្វើបានគាត់បានព្យាយាមចូលទៅខាងក្នុងមុនពេលមានអ្វីធ្ងន់ធ្ងរជាងនេះកើតឡើងគាត់កំពុងដកដង្ហើមធំដើម្បីដកដង្ហើមប៉ុន្តែដៃហាក់ដូចជាបានវិលមករកភាពធម្មតាវិញទោះជាយ៉ាងណាក៏ដោយពន្លឺពណ៌បៃតងនៅតែមាននៅទីនោះហាក់ដូចជាមិនចេះអស់ហ៊ានហ្វេងសម្លឹងមើលវាដោយអស់សង្ឃឹមមានធ្នឹមពន្លឺបាញ់ចេញពីដៃរបស់គាត់តើវិទ្យាសាស្ត្រសម័យទំនើបអាចបង្ហាញអំពីភាពត្រឹមត្រូវឬពន្យល់ពីបាតុភូតអាថ៌កំបាំងបែបនេះដោយរបៀបណាបន្ទាប់ពីឧបត្តិហេតុដ៏វែងឆ្ងាយនៅខាងក្រៅឥឡូវនេះវាកំពុងរួញយឺតពន្លឺពណ៌បៃតងហាក់ដូចជាវត្ថុមិនទៀងទាត់វារួញនឹងលូតលាស់ដោយមិនអាចទាយទុកជាមុនបានមិនដូចពន្លឺពណ៌ក្រហមដែលនៅស្ងៀមទាល់តែសោះប៉ុន្តែនោះក៏នៅតែជាអាថ៌កំបាំងមួយដែរពេលអង្គុយលើសាឡុងហានហ្វេងស្រាប់តែមានអារម្មណ៍អស់កម្លាំងដែលមិនអាចទ្រាំទ្របានគាត់មិនបានធ្វើអ្វីច្រើនក្រៅពីការរត់ត្រឡប់ទៅខាងក្នុងវិញទេប៉ុន្តែគាត់មានអារម្មណ៍ថាអស់កម្លាំងនេះអាចជាប់តាក់ទងនឹងភ្លើងខៀវដោយខកចិត្តគាត់ក៏ចាប់ផ្ដើមគ្រវីដៃពេញកន្លែងដោយព្យាយាមរកតម្រុយថានេះជាអ្វីបន្ទាប់មកគាត់